ពាក្យគេហៅ mot épicène mot épicène មានន័យថាម៉េចខ្ញុំឧទាហរណ៍មួយថាខ្ញុំចង់និយាយអំពីសិល្បករសិល្បករនេះខ្មែរយើងប្រុសស្រីមិនចឹងជាភាសាបារាំងពាក្យនឹងដូចគ្នាបដូរតែ article នៅពីមុខ donc un artiste ប្រុស une artiste ស្រីសិល្បករប្រុសសិល្បករស្រីអាហ្នឹងគេហៅថា mot épicène មានន័យថាបដូរតែ article ប្រុសនិងស្រីនៅពីមុខទេន័យគឺដដែលឧទាហរណ៍មួយទៀត quelques mots par exemple មន្ត្រីរាជការ un fonctionnaire une fonctionnaire កូនសិស្ស un élève une élève មួយទៀត secrétaire លេខា un secrétaire លេខាប្រុស une secrétaire លេខាស្រីនេះមគ្គុទេសក៍អ្នកនាំភ្ញៀវណា guide អង់គ្លេសបារាំង un guide ប្រុស une guide ស្រីណាម្ចាស់ផ្ទះយើងហៅជាភាសាបារាំង le propriétaire donc បើសិនជាម្ចាស់ផ្ទះនឹងប្រុស un propriétaire ម្ចាស់ផ្ទះស្រី une propriétaire ឃើញទេពាក្យនឹងវានៅដដែលបដូរតែ article masculin និង féminin នៅពីមុខទេនឹងគេហៅថា des mots épicènes